កម្ពុជាស្នើឲ្យបារាំងផ្ដល់ភស្តុតាងប្រវត្តិសាស្ត្រដើម្បីជួយដោះស្រាយជម្លោះព្រំដែនថៃនៅថ្ងៃទី5ខែកុម្ភៈនាយករដ្ឋមន្ត្រីកម្ពុជាលោកហ៊ុនម៉ាណែតបានស្នើសុំឲ្យបារាំងផ្ដល់ឯកសារប្រវត្តិសាស្ត្រដើម្បីជួយដោះស្រាយជម្លោះព្រំដែនដ៏យូរអង្វែងជាមួយប្រទេសថៃដែលបានរីករាលដាលទៅជាជម្លោះប្រដាប់អាវុធពីរដងកាលពីឆ្នាំមុននេះបើយោងតាមក្រសួងការបរទេសកម្ពុជាបាននិយាយកាលពីថ្ងៃព្រហស្បតិ៍លោកហ៊ុនម៉ាណែតបានសរសេរទៅកាន់ប្រធានាធិបតីបារាំងលោកម៉ានូអែលម៉ាក្រុងដើម្បីស្នើសុំសិទ្ធិចូលមើលឯកសារប្រវត្តិសាស្ត្រនិងបច្ចេកទេសណាមួយដែលបារាំងអាចមានដែលតាក់ទងទៅនឹងព្រំដែនហើយក៏បានស្វាគមន៍ចំពោះជំនាញនិងការគ្រប់គ្រងផ្នែកប្រឹក្សារបស់បារាំងផងដែរនេះបើយោងតាមក្រសួងការបរទេសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយចុះនៅថ្ងៃទី4ខែកុម្ភៈព្រំដែនប្រវែង817គីឡូម៉ែត្រត្រូវបានគូសផែនទីជាលើកដំបូងដោយបារាំងនៅក្នុងឆ្នាំ1907នៅពេលដែលកម្ពុជាជាអាណានិគមរបស់ខ្លួនហើយត្រូវបានផ្អែកទៅលើតំបន់ទឹកធម្មជាតិដែលបែងចែកប្រទេសពីប្រទេសថៃទឹកដីដែលមានជម្លោះរួមមានទីតាំងប្រវត្តិសាស្ត្រល្បីៗជាច្រើនរួមទាំងប្រាសាទព្រះវិហារនៃសតវត្សទី11ដែលជនជាតិថៃស្គាល់ថាជាប្រាសាទព្រះវិហារស្ថានទូតបារាំងប្រចាំនៅកម្ពុជានិងក្រសួងការបរទេសថៃមិនបានឆ្លើយតបភ្លាមៗចំពោះសំណើការសុំអធិប្បាយដាច់ដោយឡែកនោះទេយោងតាមសេចក្តីថ្លែងការណ៍ដដែលនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថាកម្ពុជាក៏ស្វាគមន៍ចំពោះការចូលរួមប្រកបដោយស្ថាបនារបស់បារាំងនៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយជម្លោះដ៏យូរអង្វែងនេះលោកហ៊ុនម៉ាណែតបាននិយាយថាលោកម៉ាក្រុងបានបង្ហាញពីឆន្ទៈនៅក្នុងការជួយក្នុងកិច្ចប្រជុំពីមុនការប្រយុទ្ធគ្នារវាងប្រទេសជិតខាងអាស៊ីអាគ្នេយ៍ទាំងពីរបានផ្ទុះឡើងនៅក្នុងខែកក្កដាឆ្នាំមុនបន្ទាប់ពីមានភាពតានតឹងជាច្រើនសប្តាហ៍ដែលបង្កឡើងដោយការស្លាប់របស់ទាហានកម្ពុជាម្នាក់នៅក្នុងការប៉ះទង្គិចគ្នានៅចុងខែឧសភាបន្ទាប់ពីការប៉ះទង្គិចគ្នាអស់រយៈពេល5ថ្ងៃដែលបានស្លាប់មនុស្ស43នាក់នៅក្នុងចំនួននេះនិងបានបញ្ចប់នៅក្នុងបទឈប់បាញ់ដ៏ផុយស្រួយមួយដែលសម្របសម្រួលនៅក្នុងប្រទេសម៉ាឡេស៊ីបន្ទាប់ពីអន្តរាគមន៍ដោយលោកប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំអរិភាពបានបន្តនៅក្នុងខែធ្នូនិងមានរយៈពេលជាង3សប្តាហ៍ដោយភាគីទាំងពីរចោទប្រកាន់គ្នាទៅវិញទៅមកបានរំលោភលើលក្ខខណ្ឌនៃបទឈប់បាញ់មនុស្សរហូតដល់101នាក់ត្រូវបានស្លាប់និងជាងកន្លះលាននាក់ត្រូវបានផ្លាស់ប្ដូរទីលំនៅឋានភាគីទាំងពីរមុនពេលបទឈប់បាញ់ថ្មីត្រូវបានប្រកាសនៅថ្ងៃទី27ខែធ្នូ